បើមិនចង់កាត់មហារីកស្បែកកុំដើរហាលថ្ងៃច្រើនពេកកម្ពុជាអ្នកកលាកាសចនស៊ីណាបង្ហើបពីមូលហេតុដែលគាត់កាត់មហារីកស្បែកថ្មីនេះលោកចនស៊ីណាដែលជាកម្ពុជាអ្នកកលាកាសនិងជាតារាសម្ដែងដ៏ល្បីនៅ Hollywood បានបង្ហើបថាកាលពីប្រហែលឆ្នាំមុនគាត់ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកស្បែកហើយគាត់កើតជំងឺនេះព្រោះលោកស្ថិតនៅក្រោមកម្ដៅថ្ងៃច្រើនពេកដោយមិនបានលាបឡេការពារស្បែកប្រភពពីសារព័ត៌មាន Unilet បានបន្តថាលោកចនស៊ីណាបានសារភាពយ៉ាងដូចនេះដោយបានបញ្ជាក់ថាកាលពីនៅក្មេងគាត់កម្រប្រើឡេការពារកម្ដៅថ្ងៃខ្លាំងណាស់ជាពិសេសបន្ទាប់ពីផ្លាស់ទីលំនៅមកកាន់រដ្ឋ Florida នៅពេលនោះក្នុងពេលត្រួតពិនិត្យសុខភាពគ្រូពេទ្យជំនាញខាងរោគសើស្បែកបានរកឃើញដុំមហារីកនៅលើទ្រូងរបស់គាត់នៅពេលនោះគាត់មានក្តីព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែជាសំណាងល្អដុំសាច់ត្រូវបានយកចេញដោយសុវត្ថិភាពហើយគ្រូពេទ្យរបស់គាត់បានណែនាំថាមានមនុស្សជាច្រើនអ្នកទៀតដែលមានជំងឺស្រដៀងគ្នានេះមួយឆ្នាំក្រោយមកគាត់មានដុំសាច់មហារីកនៅផ្នែកផ្សេងទៀតនៃរាងកាយដូច្នេះត្រូវទៅពេទ្យដើម្បីកាត់ចេញហើយតារាសាច់ដុំរូបនេះបានសារភាពថានៅពេលធ្វើរោគវិនិច្ឆ័យជំងឺមហារីកម្ដងគាត់មានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំងព្រោះពេលខ្លះគាត់ធ្លាប់គិតថាគាត់ក៏អាចនឹងស្លាប់ដោយសារជំងឺនេះផងដែរយ៉ាងណាក៏ដោយដែលមានការយកចិត្តទុកដាក់ពីវិជ្ជាបណ្ឌិតជំនាញលោកចនស៊ីណាបានរក្សាចិត្តស្ងប់និងបានមើលថែរក្សាសុខភាពស្បែករបស់គាត់បានយ៉ាងល្អឥឡូវនេះលោកចនស៊ីណាបានជាសះស្បើយនិងអាចបន្តការងារបានជាធម្មតាឡើងវិញហើយក្នុងវិស័យកលាការរបស់លោករឿងរ៉ាវនេះគឺលោកចង់ផ្ញើសារទៅអ្នកដទៃទៀតឲ្យចេះប្រយ័ត្នខ្លួននៅពេលស្ថិតក្រោមកម្ដៅថ្ងៃហើយត្រូវតាមដានសុខភាពឲ្យបានល្អដើម្បីទទួលការព្យាបាលទាន់ពេលវេលា